ជំរាបសួររឿងរបស់ខ្ញុំបានកើតឡើងនៅពេលដែលខ្ញុំរៀនឆ្នាំទី2ហើយនៅពេលវិស្មការរដូវក្តៅខ្ញុំបានទៅធ្វើការងារពិសេសមួយចំនួនហើយពីការងារនៅពេលនោះវាធ្វើឲ្យខ្ញុំបានរកឃើញអាត់កំបាំងនិងអាត់កំបាំងមួយចំនួនដែលបានកើតឡើងនៅក្នុងគម្រោង Cassian អញ្ចឹងសូមឲ្យខ្ញុំចាប់ផ្ដើមរឿងរបស់ខ្ញុំត្រូវប្រាប់វាត្រឡប់ទៅពេលដែលខ្ញុំកំពុងសិក្សាកាលពីច្រើនឆ្នាំមុនដែលនៅពេលនោះបន្ទាប់ពីចប់ឆ្នាំទី2នៅពេលដែលខ្ញុំផ្លាស់ចេញពីអន្តេវាសិកដ្ឋានត្រឡប់ទៅផ្ទះវិញខ្ញុំមិនចង់នៅទំនេរទេដូច្នេះខ្ញុំបានដាក់ពាក្យសុំការងារខ្ញុំបានធ្វើការនៅក្រុមហ៊ុនជាច្រើនហើយពេលខ្ញុំដាក់ពាក្យមានក្រុមហ៊ុនមួយវាជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ពួកគេបានយកខ្ញុំទៅធ្វើការជាអ្នកនៅពីក្រោយឆាកដោយមើលថែអ្វីៗគ្រប់យ៉ាងនៅពីក្រោយឆាកដែលខ្ញុំចូលចិត្តព្រោះពេលខ្លះខ្ញុំអាចនឹងជួបតារាមានបទពិសោធន៍ថ្មីៗនិងមានអាហារឥតគិតថ្លៃជារៀងរាល់ថ្ងៃរួមទាំងប្រាក់ខែផងដែរដែលគ្រប់គ្រាន់សម្រាប់ខ្ញុំរស់នៅបន្ទាប់ពីខ្ញុំទទួលបានការងារខ្ញុំបានទៅធ្វើការដែលជាការងារច្រើនប៉ុន្តែខ្ញុំមិនបានគិតច្រើនទេដែលបន្ទាប់ពីមួយរយៈក្នុងរយៈពេល2សប្តាហ៍ដំបូងអ្វីៗគឺធម្មតារហូតដល់សប្តាហ៍ទី3មានការងារមួយដែលថកែបាននិយាយថាការងារនេះអាចនឹងហត់នឿយបន្តិចព្រោះវាជាគម្រោង Cassian របស់ក្រុមហ៊ុនឯកជនមួយដូច្នេះអាចមានមនុស្សជាច្រើនរួមទាំងមនុស្សចាស់ផងដែរដែលចង់ឲ្យយើងរៀបចំព្រោះអាចមានភ្ញៀវច្រើនប៉ុន្តែខ្ញុំមិនប្រកាន់ទេចំពោះថ្ងៃដែលខ្ញុំត្រូវធ្វើការនៅថ្ងៃនោះយើងបានទៅកន្លែងមួយវាជាកន្លែងធំទូលាយសម្រាប់កម្មវិធីពិសេសដែលមានវាលស្រែធំទូលាយមានដើមឈើខៀវស្រងាត់និងចំណតរថយន្តរាប់រយគ្រឿងនៅថ្ងៃនោះក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ដែលខ្ញុំធ្វើការឲ្យពួកគេបានរៀបចំឆាករៀបចំម្ហូបអាហារនិងអញ្ជើញតន្ត្រីករមកលេងក្នុងព្រឹត្តិការណ៍នោះខ្ញុំបានទៅធ្វើការស្លៀកអាវយឺតខ្មៅនិងខោជើងវែងដើរទៅបម្រើស្រាក្រឡុករហូតដល់ម៉ោងប្រហែល 6:30 ល្ងាចអ្នកទទួលបន្ទុកខ្ញុំបាននិយាយថាគាត់ចង់រំខានខ្ញុំដើរចេញទៅយកផ្លែឈើរីមកឲ្យខ្ញុំនឹងមានហាងមួយសម្រាប់ដឹកជញ្ជូនគាត់និយាយថាគាត់ចង់តុបតែងផ្នែកខាងមុខនៃនំខេកខ្ញុំថាយល់ព្រមដាក់ថាសលើតុរួចដើរចេញវាជាកន្លែងមួយដែលមានចម្ងាយប្រហែល100ម៉ែត្រពីផ្លូវធំបន្ទាប់ពីប្រហែល100ម៉ែត្រខ្ញុំបានដើរចេញតាមផ្លូវនោះដែលជាផ្លូវថ្មមួយដែលជាផ្លូវរបស់បុគ្គលិកដែលចតតែរថយន្តរបស់ក្រុមហើយនឹងមានរថយន្តអគ្គិសនីតន្ត្រីករផ្សេងទៀតដែលខ្ញុំបានដើរបន្តដើម្បីទៅខាងក្រៅខ្ញុំបានដើរហើយពេលខ្ញុំបន្តដើរបានពាក់កណ្ដាលផ្លូវពេលខ្ញុំឆ្លងកាត់ចំណុចដែលពន្លឺចេញមកខ្ញុំបានដឹងថាខ្ញុំបានឃើញស្ត្រីម្នាក់អង្គុយនៅក្រោមដើមឈើមួយនៅលើតុថ្មដ៏ស្ងប់ស្ងាត់មួយហើយពេលខ្ញុំដើរទៅជិតខ្ញុំបានឃើញស្ត្រីនោះមើលទៅចាស់ស្លៀកអាវពណ៌សសក់រួញហើយនាងស្លៀកសំពត់ដូចជានាងជាភ្ញៀវដែលមកធ្វើការពេលខ្ញុំឃើញដូច្នោះខ្ញុំក៏អោនក្បាលចុះហើយនិយាយសួស្ដីដើម្បីបង្ហាញការគោរពដែលនាងញញឹមដាក់ខ្ញុំហើយខ្ញុំក៏ដើរកាត់រហូតដល់ខ្ញុំដើរទៅយករបស់មកវិញប្រហែល10នាទីបន្ទាប់ពី10នាទីខ្ញុំនៅតែឃើញស្ត្រីនោះនាងនៅតែអង្គុយនៅកន្លែងដដែលសួស្ដីអ្នកនាងហេតុអ្វីអ្នកមុនចូលទៅខាងក្នុងមានមូសច្រើនណាស់នៅខាងក្រៅខ្ញុំគិតថាអ្នកគួរតែចូលទៅខាងក្នុងអូខ្ញុំមិនចូលចិត្តមនុស្សច្រើនទេវាមិនស្រួលខ្លួនដូច្នេះខ្ញុំក៏ចេញមកអង្គុយស្ងៀមពេលខ្ញុំសួរបែបនោះហើយនាងឆ្លើយខ្ញុំក៏សួរម្ដងទៀតហើយនាងញ៉ាំអ្វីដែលនាងញញឹមតែមិនឆ្លើយហើយខ្ញុំមានអារម្មណ៍ថាភ្នែករបស់នាងសោកសៅខ្លាំងណាស់ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានឡើយបានតែដើរត្រឡប់មកវិញជាមួយថង់ផ្លែឈើរីមួយសន្ទុះក្រោយមកខ្ញុំមិនដឹងថាហេតុអ្វីទេស្រាប់តែខ្ញុំនឹកឃើញដល់នាងដូច្នេះខ្ញុំក៏សម្រេចចិត្តទៅយកម្ហូបមួយចានដែលក្រៅពីការងារសម្រាប់នាងដែលជាអាហារ buffet ដូច្នេះខ្ញុំបានទៅយកម្ហូបមឹកបំពងមាន់បំពងឬអ្វីក៏ដោយដាក់លើចានហើយឲ្យនាងដែលពេលខ្ញុំឲ្យនាងក៏អរគុណខ្ញុំបន្ទាប់មកយើងបាននិយាយគ្នាហើយខ្ញុំសង្កេតឃើញថាមានផ្កាមួយនៅលើអាវរបស់នាងដែលខ្ញុំមិនដឹងថាផ្កាអ្វីទេប៉ុន្តែវាគួរតែជាផ្កាលីលីហើយក្នុងករណីនោះអ្នកដែលមានផ្កានេះនឹងក្លាយជាភ្ញៀវសំខាន់ដែលជាបុគ្គលដែលជាតួឯកនៃព្រឹត្តិការណ៍នោះខ្ញុំគិតក្នុងចិត្តថាវាពិតជាការពិតមែនដូច្នេះខ្ញុំបានសួរនាងដែលនាងបាននិយាយថាវាជាការពិតហើយពេលយើងនិយាយគ្នានាងបាននិយាយថាឈ្មោះរបស់នាងគឺប៉ាសុយនាងបាននិយាយថាឆ្នាំនេះនាងមានអាយុ60ឆ្នាំហើយដោយសារតែនាងមើលទៅសោកសៅខ្ញុំព្យាយាមលួងលោមនាងដោយនិយាយថានាងមិនទាន់មានអាយុ60ឆ្នាំផងនាងនៅតែអាចធ្វើរឿងជាច្រើនបានសូម្បីតែជីដូនរបស់ខ្ញុំនៅផ្ទះដែលមានអាយុ70-90ឆ្នាំក៏នៅតែអាចជិះម៉ូតូលេងបៀបានដែរបន្ទាប់ពីនោះនាងញញឹមហើយខ្ញុំបានសុំត្រឡប់មកធ្វើការវិញរហូតដល់ម៉ោងប្រហែល8យប់ដល់ពេលធ្វើពិធីដែលពិធីករនឹងហៅទស្សនិកជនឲ្យឡើងមកនិយាយអ្វីមួយនៅលើឆាកដែលក្នុងពិធីនោះមានទស្សនិកជនសរុបចំនួន5នាក់ហើយពេលពិធីករហៅពួកគេឡើងពូនិងពូមូបានដើរឡើងមកជាមួយគ្នាប៉ុន្តែទស្សនិកជនបន្ទាប់ពីមនុស្សគ្រប់គ្នាដើរឡើងមកខ្ញុំមើលមិនឃើញប៉ាសុយដូច្នេះខ្ញុំគិតថាប្រហែលជានាងជាមនុស្សចូលចិត្តនៅម្នាក់ឯងហើយពេលពិធីចប់ខ្ញុំបើកស្រាសម្បាញ់កន្លះដបហើយខ្ញុំគិតថាដោយសារវាមានរួចហើយពេលនាងចាក់ស្រាសម្បាញ់ចូលក្នុងកែវខ្ញុំនឹងរើសកែវមួយដើរទៅខាងក្រោយនាងរហូតដល់ខ្ញុំទំនេរពេលមានពេលគ្រប់គ្រាន់ដើម្បីទៅដូច្នេះខ្ញុំដើរទៅរើសកែវមួយហើយពេលខ្ញុំរើសវាខ្ញុំបញ្ញាប់ដើរទៅខាងក្រោយដែលខ្ញុំបន្តដើរដោយមិនគិតច្រើនទេប៉ុន្តែស្ដាប់ចុះពេលខ្ញុំហៀបនឹងដើរវាបានបង្ហាញថាពេលខ្ញុំមើលពីចម្ងាយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថារូបភាពដែលខ្ញុំឃើញគឺចម្លែកខ្ញុំឃើញថាជើងរបស់នាងអង្គុយលើក្បាលរបស់នាងកម្ពស់ប្រហែល2 feet ហើយមានតែប៉ុណ្្នឹងទេពេលខ្ញុំងើយមុខឡើងខ្ញុំឃើញថាជើងរបស់នាងឡើងដល់កហើយពេលខ្ញុំមើលចុះក្រោមខ្ញុំឃើញថាជើងរបស់នាងចុះពីដើមឈើខាងលើដែលពេលខ្ញុំឃើញដូច្នោះខ្ញុំភ្ញាក់ផ្អើលហើយពេលខ្ញុំដើរចូលទៅមើលឲ្យចិត្តប៉ាសុយពិតជាស្លាប់មែនដូច្នេះខ្ញុំក៏ហៅប្អូនស្រីរបស់នាងបានហៅមិត្តភ័ក្តិរបស់នាងនៅកន្លែងធ្វើការប៉ុន្តែនៅពេលនោះដោយសារតែតន្ត្រីកំពុងចាក់គ្មាននរណាម្នាក់អាចឮសំឡេងនោះទេនៅពេលនោះខ្ញុំរត់ត្រឡប់ទៅជួយវិញប៉ុន្តែស្ដាប់ចុះនៅពេលនោះស្រាប់តែមានសំឡេងខ្លាំងមួយហើយមានសំឡេងដកដង្ហើមដោយការឈឺចាប់ដូច្នេះខ្ញុំក៏ងាកមកវិញហើយអ្វីដែលខ្ញុំបានឃើញគឺខ្ញុំឃើញប៉ាសុយកំពុងដេកលើដីដូច្នេះខ្ញុំក៏រត់ត្រឡប់មកវិញឡើងលើសេះអង្គុយចុះហើយកាន់ជើងរបស់នាងនៅពេលនោះខ្ញុំព្យាយាមស្រែកម្ដងទៀតប៉ុន្តែគ្មានអ្នកណាឮសំឡេងអ្នកណាទេហើយពេលខ្ញុំលើកនាងចូលខ្ញុំទ្រាំលែងបានទៀតហើយព្រោះនាងធ្ងន់រហូតដល់មួយសន្ទុះក្រោយមកវាបានបង្ហាញថាដូចជាមីងរបស់នាងដែរនាងក៏សន្លប់បាត់ស្មារតីបន្តិចម្ដង
តិចមួយម៉ាច់បញ្ឈប់យឺតខ្ញុំមិនដឹងទេដូច្នេះខ្ញុំក៏សម្រេចចិត្តលែងវាចោលហើយរត់ត្រឡប់ទៅធ្វើការវិញប៉ុន្តែដោយសារតែខ្ញុំខ្លាចមនុស្សភ្ញាក់ហើយដោយចៃដន្យខ្ញុំបានជួបប្រធានដូច្នេះខ្ញុំបានអូសគាត់ទៅជាមួយមិត្តភក្តិម្នាក់ដែលកំពុងឈរនៅទីនោះហើយពេលខ្ញុំចេញមកពេលខ្ញុំកំពុងរត់ខ្ញុំបានប្រាប់គាត់ថាមាននរណាម្នាក់នៅខាងក្រៅហើយខ្ញុំបានប្រាប់គាត់ថាមាននរណាម្នាក់នៅខាងក្រៅហើយខ្ញុំបានប្រាប់គាត់ថាមាននរណាម្នាក់នៅខាងក្រៅហើយខ្ញុំបានប្រាប់គាត់ថាមាននរណាម្នាក់នៅខាងក្រៅគ្មាននរណាម្នាក់បាត់ខ្លួននៅលើឆាកទេហើយខ្សែដែលខ្ញុំបានឃើញក៏មិនមែនជាខ្សែដែរវាមិនមែនជាមនុស្សពិតទេជាចុងក្រោយបន្ទាប់ពីការសម្ដែងនោះខ្ញុំមានអារម្មណ៍វិលមុខខ្លាំងណាស់ខ្ញុំនៅតែមានការងឿងឆ្ងល់អំពីអ្វីដែលបានកើតឡើងខ្ញុំត្រូវបានគេប្រាប់ឲ្យកាត់បាយឲ្យខ្មោចស៊ីប៉ុន្តែក្នុងជំរឿចិត្តខ្ញុំនៅតែមានអារម្មណ៍ថាវាមិនគួរជាខ្មោចទេព្រោះអ្វីហាក់ដូចជាពិតមែនគាត់និយាយជាមួយខ្ញុំធម្មតារួមទាំងពេលគាត់លើកខ្ញុំឡើងលើខ្នងផងដែរគាត់ធ្ងន់គាត់មានស្បែកដ៏កក់ក្ដៅគាត់ហាក់ដូចជាមនុស្សពិតម្នាក់បន្ទាប់ពីនោះខ្ញុំបានបន្តធ្វើការមួយរយៈរហូតដល់ដើមឈមនេះខ្ញុំបានត្រឡប់ទៅរៀនវិញដោយធម្មតារហូតដល់ពេលវេលាកន្លងផុតទៅពេលខ្ញុំបញ្ចប់ការសិក្សាថ្នាក់ទី4ខ្ញុំបានរកឃើញការងារម្ដងទៀតដោយធម្មតាខ្ញុំបានទៅសម្ភាសជាច្រើនពេលខ្លះខ្ញុំទទួលបានការងារធ្វើប៉ុន្តែខ្ញុំមិនបានដាក់ពាក្យទេជាចុងក្រោយខ្ញុំបានដាក់ពាក្យទៅក្រុមហ៊ុនមួយប៉ុន្តែពេលខ្ញុំគិតអំពីវាទោះបីជាខ្ញុំសប្បាយចិត្តក៏ដោយខ្ញុំមានអារម្មណ៍ចម្លែកនិងវិលមុខព្រោះពិភពលោកមូលណាស់ក្រុមហ៊ុនដែលខ្ញុំទទួលបានការងារធ្វើគឺជាក្រុមហ៊ុនដែលខ្ញុំបានទៅចូលរួមកម្មវិធីមួយនៅពេលដែលខ្ញុំរៀបចំកម្មវិធីសប្បុរសធម៌ត្រូវក្រុមហ៊ុនដែលខ្ញុំទទួលបានការងារនោះគឺជាក្រុមហ៊ុនដែលខ្ញុំបានជួបខ្មោចប៉ុន្តែពេលខ្ញុំគិតអំពីវាខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះនៅថ្ងៃដែលខ្ញុំទទួលបានការងារខ្ញុំបានឃើញមនុស្សគ្រប់គ្នានៅទីនោះសុទ្ធតែជាអ្នកមានសាខាដែលខ្ញុំបញ្ចប់ការសិក្សាខ្ញុំបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលដូច្នេះខ្ញុំបានទទួលការងារជាអ្នកប្រមូលឯកសារប្រាក់ខែមិនច្រើនទេត្រឹមតែប្រហែល1 លានរៀលប៉ុន្តែខ្ញុំបានព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីប្រឡងជាប់ដូច្នេះនៅពេលនោះខ្ញុំបានឈប់ពីការងារស្ទើរតែរាល់ថ្ងៃដើម្បីជួយមនុស្សជាច្រើនហើយស្ដាប់ចុះមានថ្ងៃមួយប្រហែលម៉ោង 10 យប់មានមនុស្សតែប្រមាណអ្នកប៉ុណ្ណោះដែលនៅសល់ក្នុងក្រុមហ៊ុនខ្ញុំបានឃើញពីចម្ងាយដូចជាមនុស្សម្នាក់ដែលខ្ញុំស្គាល់កំពុងដើរតាមបង្អួចនៅមុខបន្ទប់អូតែនោះជាអ្នកណាហេតុហេបានជាគាត់ស្វាម្លេះវាគឺជាមនុស្សដែលខ្ញុំបានឃើញខ្ញុំឃើញថាគាត់ជាស្ត្រីគាត់មើលទៅចាស់ណាស់សក់របស់គាត់ខ្លីហើយរួញរូបរាងរបស់គាត់មិនខ្ពស់ប្រមាណទេហើយប៉ុណ្ណឹងហើយនៅវិនាទីនោះរូបភាពក្នុងក្បាលខ្ញុំបានត្រឡប់មកវិញថាគាត់ជាខ្សែអ្វីទាំងអស់មើលទៅដូចជាខ្សែគ្រាន់តែថាខ្ញុំមិនអាចបញ្ជាក់បានទេព្រោះខ្ញុំមើលមិនឃើញមុខគាត់ច្បាស់ខ្ញុំពិតជាមិនដឹងថាគាត់ពិតជាមានមែនឬអត់ទេខ្ញុំមិនហ៊ានសួរអ្នកណាទេដូច្នេះខ្ញុំបានដើររកគាត់ប៉ុន្តែខ្ញុំរកគាត់មិនឃើញទេដូច្នេះខ្ញុំព្យាយាមមិនខ្វល់រហូតដល់ថ្ងៃមួយនៅថ្ងៃនោះវាជាថ្ងៃដែលខ្ញុំត្រូវធ្វើរឿងជាច្រើនដូច្នេះខ្ញុំជាមនុស្សចុងក្រោយនៅក្នុងនាយកដ្ឋានទោះបីជាគាត់និយាយថាទេហើយអ្វីដែលបានកើតឡើងបន្ទាប់ពីមនុស្សផ្សេងទៀតចាក់ចេញពួកគេបានបិទភ្លើងវាបើកតែកន្លែងដែលខ្ញុំអង្គុយប៉ុណ្ណោះហើយនៅខាងក្រៅមានមនុស្សតែប៉ុន្មានអ្នកប៉ុណ្ណោះដែលនៅសល់ខ្ញុំប្រញាប់ទៅធ្វើការនៅពេលនោះម៉ោងប្រហែល 3:30 រសៀលពេលខ្ញុំបញ្ចប់ការងារនេះខ្ញុំបានកត់សម្គាល់ឃើញថាពេលខ្ញុំអង្គុយចុះមួយសន្ទុះខ្ញុំបានឮសំឡេងខ្លាំងមួយវាស្ដាប់ទៅដូចជាម៉ាស៊ីនព្រីនទោះបីជាវាជាឆ្នាំនោះក៏ដោយវាជាអ្វីមួយដែលគ្មាននរណាម្នាក់ប្រើហើយសំឡេងនោះបានមកពីក្រោយដូច្នេះខ្ញុំប្រញាប់ងាកមកពេលខ្ញុំងាកមកនៅពេលនោះខ្ញុំបានឃើញនៅចុងបញ្ចប់នៃបន្ទប់នៃការិយាល័យធំដែលខ្ញុំកំពុងអង្គុយចម្ងាយប្រហែល50 ម៉ែត្រមានមនុស្សម្នាក់ដូចជាមជុលកំពុងអង្គុយវាពិតជាដូចជាមជុលមែនអ្វីគ្រប់យ៉ាងមើលទៅដូចគ្នាសម្រាប់ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ដូច្នេះខ្ញុំក៏ក្រោកឡើងដើរទៅមើលហើយអ្វីដែលខ្ញុំឃើញចម្ងាយប្រហែល10 ម៉ែត្រពេលខ្ញុំឃើញវាច្បាស់ខ្ញុំក៏ឃើញមនុស្សនោះគាត់ពិតជាមជុលមែនវាជាការពិតខ្ញុំបានលើកដៃឡើងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយខ្ញុំបានសួរថាតើគាត់ជាមជុលដែលខ្ញុំបានជួបនៅឯការដេញថ្លៃឬអត់ហើយតើគាត់កំពុងធ្វើអ្វីនៅទីនេះប៉ុន្តែគាត់មិនខ្វល់ទេគាត់នៅតែអ្វីមួយគាត់ជាមនុស្សម្នាក់ដែលចូលចិត្តប្រើកុំព្យូទ័រគាត់មានកុំព្យូទ័រមួយប៉ុន្តែគាត់មិនបានប្រើវាទេរហូតដល់មួយសន្ទុះក្រោយមកពេលគាត់វាយអក្សរចប់គាត់បានទាញក្រដាសមួយសន្លឹកចេញមកហើយដាក់វានៅលើតុដោយដៃរបស់គាត់នៅលើតុវាដូចជាគាត់ចង់ឲ្យខ្ញុំមើលក្រដាសមួយសន្លឹកនេះហើយបន្ទាប់មកគាត់បានក្រោកពីកៅអីបើកទ្វារខាងក្រោយហើយចេញទៅខាងក្រៅដូច្នេះខ្ញុំបានទៅយកក្រដាសមួយសន្លឹកនោះហើយពេលខ្ញុំរើសវាឡើងខ្ញុំឃើញថាវាជាឈ្មោះមនុស្សម្នាក់មានមនុស្សសរុប4នាក់បើវិនិច្ឆ័យពីឈ្មោះនោះមានបុរស3នាក់និងស្ត្រីម្នាក់ទៀតខ្ញុំពិតជាងឿងឆ្ងល់ណាស់មកជុលបានបាត់ទៅដូច្នេះខ្ញុំបានទុកវាចោលខ្ញុំបានបត់ក្រដាសមួយសន្លឹកនោះដាក់ក្នុងហោប៉ៅរបស់ខ្ញុំហើយបើកឡានទៅផ្ទះយ៉ាងប្រញាប់រហូតដល់ថ្ងៃបន្ទាប់ខ្ញុំចង់ថាមានអ្វីកើតឡើងខ្ញុំដឹងហើយនោះហើយជាមូលហេតុដែលគាត់សរសេររឿងនេះមកខ្ញុំហើយដោយសារតែខ្ញុំកំពុងធ្វើការលើឯកសារខ្ញុំអាចពិនិត្យមើលវាដោយសម្ងាត់ហើយនៅពេលដែលខ្ញុំពិនិត្យមើលវាបានបង្ហាញថាឈ្មោះរបស់មនុស្សទាំង4នាក់នោះគឺជាឈ្មោះរបស់បុគ្គលិកដែលបានលាលែងពីតំណែងរួចហើយនៅពេលដែលខ្ញុំពិនិត្យមើលវាម្ដងទៀតខ្ញុំបានរកឃើញថាមនុស្សទាំង4នាក់នេះគឺ4នាក់ក្នុងចំណោម5នាក់ដែលមានការងារដូចគ្នាពេលដែលខ្ញុំទៅជួយនៅពេលដែលខ្ញុំធ្វើការក្រៅម៉ោងខ្ញុំពិតជាមានការងឿងឆ្ងល់ណាស់ប៉ុន្តែបន្ទាប់ពីរក្សាការសង្ស័យរបស់ខ្ញុំអាចស៊ូទ្រាំវាបានពី3ថ្ងៃរហូតដល់ថ្ងៃដែលខ្ញុំមិនអាចទ្រាំបានទៀតទេដូច្នេះខ្ញុំបានទៅជួបចៅវាយហើយបង្ហាញគាត់នៅក្រដាសនោះហើយសួរថាតើមានអ្វីកើតឡើងដែរឬទេបន្ទាប់ពីខ្ញុំសួរគាត់បានមើលមកខ្ញុំហើយនៅស្ងៀមមួយសន្ទុះមុននឹងនិយាយថាពួកគេទាំងអស់គ្នាបានលាលែងពីតំណែងហើយបន្ទាប់មកគាត់បានសួរថាខ្ញុំយកវាមកពីណាដូច្នេះខ្ញុំបានប្រាប់គាត់ថាខ្ញុំទទួលបានវាពីភូមិនេសាទគាត់បានសរសេរវាមកខ្ញុំកាលពីប្រហែលថ្ងៃមុនហើយនៅពេលដែលខ្ញុំប្រាប់គាត់រឿងនោះគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
មុខរបស់គាត់អាចមើលឃើញយ៉ាងច្បាស់ហើយបន្ទាប់មកគាត់គិតហើយរើសក្តារនោះមកបើកវាដូចជាគាត់កំពុងគិតអំពីអ្វីមួយហើយគាត់និយាយថាប្រសិនបើគាត់ចង់ដឹងគាត់នឹងទៅជាមួយខ្ញុំហើយមើលកាមេរ៉ាដូច្នេះខ្ញុំបានដើរតាមគាត់ហើយពេលខ្ញុំទៅដល់បន្ទប់ត្រួតពិនិត្យមន្ត្រីនោះបានបើកកាមេរ៉ាហើយនិយាយថាស្ដាប់ចុះខ្ញុំបានឃើញពេលខ្ញុំដើរទៅតុនោះខ្ញុំបានឈរនៅជិតតុហើយរើសក្តារមួយសន្លឹកនោះគ្មានខ្សែគ្មានម៉ាស៊ីនព្រីនទេមានតែខ្ញុំដែលដើរចូលទៅរើសវាដោយផ្ទាល់គាត់កំពុងលេងសើចនឹងខ្ញុំម្ដងទៀតហើយខ្ញុំបានស្បត់ថាខ្ញុំពិតជាបានឃើញវានៅថ្ងៃនោះដូច្នេះគាត់បានប្រាប់ខ្ញុំឲ្យនិយាយនៅខាងក្នុងដូច្នេះខ្ញុំបន្តដើររហូតដល់ខ្ញុំត្រូវបានគេប្រាប់ថាគាត់បាននាំខ្ញុំទៅការិយាល័យធំរហូតដល់ខ្ញុំបានជួបប្រពន្ធរបស់គាត់ដែលជាម្ចាស់ក្រុមហ៊ុនប្រពន្ធរបស់គាត់កំពុងញញឹមហើយនាងបាននិយាយថាមនុស្សទាំង4នាក់នេះបានបាត់បង់ជីវិតក្នុងរយៈពេលតែ1ខែប៉ុណ្ណោះពួកគេទាំងអស់គ្នាបានស្លាប់ទាំងឈឺនិងរបួសប៉ុន្តែវាក៏ល្អដែរដែលគាត់មិនចាំបាច់ធ្វើវាដោយខ្លួនឯងខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំមិនយល់ពីអ្វីដែលគាត់ចង់មានន័យនោះទេដូច្នេះគាត់បាននិយាយថាមនុស្សទាំងនេះចង់ចម្រិតទារប្រាក់ពីក្រុមហ៊ុនហើយទើបតែត្រូវបានចាប់ខ្លួនពីព្រោះមានមនុស្សម្នាក់ទៀតមិនយល់ព្រមហើយអ្នកដឹងទេតាមពិតទៅខ្ញុំក៏ត្រូវធ្វើវាដែរប៉ុន្តែប្រសិនបើគាត់បានបាត់បង់ជីវិតមុនខ្ញុំគាត់ប្រហែលជាបានទាយថាបន្ទាប់ពីត្រូវបានបង្ខំឲ្យជួយបោកប្រាស់គាត់គួរតែត្រូវបានបង្ខំឲ្យស្លាប់ហើយដោយសារភាពតានតឹងគាត់បានធ្វើបាបខ្លួនឯងចំពោះកំហុសដែលគាត់បានធ្វើខ្ញុំទាំងភ្ញាក់ផ្អើលនឹងតក់ស្លុតខ្ញុំមិនដឹងថាត្រូវភ្ញាក់ផ្អើលអំពីអ្វីនោះទេហើយខ្ញុំបានដឹងថាម្ចាស់ក្រុមហ៊ុនគឺជាអ្នកដែលខ្ញុំឮសំឡេងម៉ាស៊ីនបន្លឺឡើងហើយចំណុចដែលគាត់បានបាត់បង់ជីវិតរបស់គាត់គឺនៅពីក្រោយច្រកចេញដែលខ្ញុំបានឃើញគាត់ដើរចេញពីរឿងរ៉ាវទាំងមូលគាត់បានបាត់បង់ជីវិតរបស់គាត់តាំងពីដើមដំបូងមកម្លេះចាប់ពីការត្រូវបង្ខំឲ្យស្លាប់នៅថ្ងៃដែលគាត់រៀបចំការក្លែងបន្លំគាត់បានស្លាប់ទៅហើយពួកគេជឿថាបន្ទាប់ពីការក្លែងបន្លំនេះគាត់ប្រកាសជាបានសងសឹកពីព្រោះមនុស្សគ្រប់គ្នាបានបាត់បង់ជីវិតក្នុងពេលតែមួយលើកលែងតែម្នាក់ដែលមិនមានជាប់ពាក់ព័ន្ធនឹងរឿងនេះខ្ញុំមិនដឹងថាគាត់ចង់បានអ្វីនិងហេតុអ្វីបានជាគាត់មករកខ្ញុំដើម្បីជួបគាត់ឬខ្ញុំបានជួបគាត់ដោយចៃដន្យនោះទេហើយខ្ញុំមិនដឹងថាបន្ទាប់ពីការសងសឹកនោះគាត់នឹងដាក់ឈ្មោះគាត់ឲ្យខ្ញុំម្ដងទៀតទេព្រោះខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេឬប្រហែលជាគាត់ឃើញថាខ្ញុំចង់ដឹងដូច្នេះគាត់គ្រាន់តែមកប្រាប់ខ្ញុំឬគាត់គ្រាន់តែចង់និយាយដើមគេដូច្នេះគាត់មកនិយាយជាមួយខ្ញុំដើម្បីប្រាប់ខ្ញុំពីអ្វីដែលបានកើតឡើងចំពោះខ្ញុំប៉ុន្តែមានរឿងមួយទៀតដែលខ្ញុំនៅតែភ្ញាក់ផ្អើលហើយខ្ញុំមិនចង់បន្តធ្វើការនៅទីនោះទេព្រោះនៅថ្ងៃនោះពេលខ្ញុំនិយាយជាមួយម្ចាស់ហាងគាត់បាននិយាយថាប្រសិនបើគាត់អាចចាប់មនុស្សម្នាក់ទៀតដែលពាក់ព័ន្ធបានគាត់នឹងសម្លាប់ពួកគេទាំងអស់